នេះគឺជាទស្សនវិជ្ជានៃការដកជញ្ជាំងកណ្ដាលចេញដើម្បីឲ្យស្លាស់ងាយស្រួលក្នុងការធ្វើកិច្ចការផ្សេងព្រោះទីកន្លែងនេះយើងនឹងប្រើប្រាស់ជាច្រើនទម្រង់គេហៅពហុប្រើណាដូច្នេះនៅក្នុងការច្នៃប្រឌិតនៃទីកន្លែងប្រើប្រាស់នៅក្នុងតំបន់ត្រជាក់គឺខុសអំពីតំបន់ក្តៅកន្លែងមួយយើងត្រូវសន្សំថវិកាឬក៏សន្សំសម្ភារៈយើងអាចយកកន្លែងមួយទៅប្រើប្រាស់បានច្រើនទម្រង់ព្រោះកន្លែងត្រជាក់យើងចំណាយ heat ចំណាយ insurance ចំណាយការសម្អាតដូចជាសម្រាមជាដើមភ្លើងទឹកដូច្នេះហើយយើងមិនអាចធ្វើកន្លែងច្រើនដើម្បីយកមកប្រើប្រាស់ទេអញ្ចឹងយើងយកកន្លែងមួយហ្នឹងយើងអាចប្រើប្រាស់ច្រើនប្រភេទអាស្រ័យហេតុនេះហើយបានជាយើងដកជញ្ជាំងចេញដើម្បីយកទីតាំងហ្នឹងឲ្យទូលាយក្នុងការប្រើប្រាស់អញ្ចឹងបើអស់លោកចង់ចូលរួមជួយរំលែកនៅការចំណាយសូមមេត្តាអញ្ជើញចូលរួមតាមកាលគួរសង្ឃឹមថាអស់លោកនឹងចូលរួមទាំងអស់គ្នាសូមអរគុណ